សូមក្រាបថ្វាយបង្គំសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទនិងចាស់ប្រុសស្រីទាំងអស់យើងក៏គិតគិតពេលវេលានឹងបុណ្យវិសាខបូជានៅពេលខាងមុខនេះដែលយើងប្រារព្ធបុណ្យវិសាខបូជានេះនឹកដល់ពុព្វហេតុធំ3យ៉ាងទី1ប្រារព្ធរលឹកដល់គុណព្រះមហាអរោះទ្រង់ប្រសូតចិញ្ចាឧត្តរព្រះពុទ្ធមេតានៅថ្ងៃសុក្រខែវិសាខពេញបរមីឆ្នាំច2ព្រះសម្បញ្ញូពុទ្ធទ្រង់ត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណនៅថ្ងៃពុទ្ធខែវិសាខពេញបរមីឆ្នាំរកា3ព្រះបរមសាស្តានៃលោកទ្រង់យាងចូលកាន់ព្រះនិព្វាននៅថ្ងៃអង្គារខែវិសាខពេញបរមីឆ្នាំមសាញ់ក្រោមចន្លោះមេសាលព្រឹកទាំងគូ